សម្រាប់គូជក់ចិត្តបែបនេះអាចនិយាយបានថា10ឆ្នាំ100ឆ្នាំទៅតែមានមកប្រកួតទេបងប្អូនសម្រាប់ជំនួបរវាងខ្លាខ្មៅមុខស្រស់ធន់មិញហុងជាមួយនឹងក្របីព្រៃពេជ្រសម្បត្តិនៅក្នុងសង្វៀនក្រុតគុនខ្មែរក្នុងកម្មវិធី The Battle of Three Kingdom យុគមិញនេះពិតជាជក់ចិត្តពិតជាកក្រើកមែនទែនហើយមុនការប្រកួតភាគរយច្រើនណាស់ដែលបងប្អូនគិតថាធន់មិញហុងមិនអាចស៊ូជាមួយនឹងពេជ្រសម្បត្តិចប់ទឹកទេភាគច្រើនបងប្អូនខ្លះគិតថាទឹក3ធន់មិញហុងអាចនឹងសន្លប់របស់ពេជ្រសម្បត្តិប៉ុន្តែជាក់ស្ដែងយុគមិញនេះបងប្អូនហើយ5ទឹកពេញពេជ្រសម្បត្តិហើយនឹងកីឡាករធន់មិញហុងឈោដោយដៃគ្នាបើកមុខវាយពេញដូចគ្នាទាំងពេជ្រសម្បត្តិទាំងធន់មិញហុងធន់ស្វិតដូចគ្នាសរសើរកីឡាករទាំងពីរនេះមែនទែនអាចនិយាយថានេះគឺជាក្របពេជ្រទាំងពីររូបនៅក្នុងវិស័យគុនខ្មែររបស់យើងក្នុងប្រភេទទម្ងន់60ហើយសម្រាប់ធន់មិញហុងបើនិយាយពីស្ថិតិគាត់ទៅតែប្រកួតបានជាង40ដងទេហើយពេជ្រសម្បត្តិស្ថិតិប្រកួតរបស់គាត់គឺជាង100ដងបើនិយាយពីភាពជាប់ជាប់នៅក្នុងសង្វៀនធំទាំងក្រៅស្រុកទាំងប៉ះកីឡាករលំដាប់គឺពេជ្រសម្បត្តិគឺគេប៉ះច្រើនជាងកីឡាករធន់មិញហុងតែអ្វីដែលខ្ញុំសរសើរនោះគឺកីឡាករទាំងពីរយុគមិញនេះមានចិត្តជាអ្នកប្រយុទ្ធគុនខ្មែរពិតបងប្អូនតស៊ូគ្នាពេញ5ទឹកហើយលទ្ធផលគឺពេជ្រសម្បត្តិគឺគាត់ឈ្នះពិន្ទុទៅលើធន់មិញហុងទាំងតានតឹងបងប្អូនបាទអញ្ចឹងសម្រាប់មកគូនេះដូចខ្ញុំលើកឡើងដដែលអញ្ចឹងអាចនិយាយបានថា10ឆ្នាំឬក៏100ឆ្នាំសឹងថាជួបតាមមកគូនេះទេបងប្អូនកម្រមានកីឡាករណាវាយលក្ខណៈកងចេញមករៀមហោឈោដោយដៃគ្នាបើកមុខវាយគ្នាតែម្ដងកែងផងម៉ាត់ផងអូយសិចណាស់ចូលពេញដូចគ្នាបងប្អូនប៉ុន្តែអ្នកទាំងពីរនេះហាក់បីដូចជាមិនថមថយកម្លាំងមិនស្រុតមិនមានបែកមិនមានអីសោះមុខអ្នកបោះកីឡាករទាំងពីររូបយំមិញចប់ការប្រកួតស្អាតចាស់រៀងខ្លួនបងប្អូនអញ្ចឹងតាក់ទងជាមួយនឹងកីឡាករដែលមានភាពធន់ស្វិតដោយពេជ្រសម្បត្តិជាមួយនឹងធន់មិញហុងនេះគឺពិបាករកណាស់បងប្អូនមិនថាកីឡាករគុនខ្មែរក៏ដូចជាកីឡាករបរទេសគឺពិបាករកកីឡាករដែលមានភាពធន់ស្វិតបែបនេះណាអញ្ចឹងសម្រាប់ការប្រកួតរបស់អ្នកទាំងពីរយប់មិញនេះធ្វើឲ្យអ្នកគ្រប់គ្រងគុនខ្មែរហើបគួតពីកៅអីអស់ហើយបងប្អូនជក់ចិត្តខ្លាំងមែនទែនសម្រាប់ការប្រកួតយប់មិញនេះបាទអញ្ចឹងសម្រាប់អត្ថបទថ្ងៃនេះខ្ញុំបាទក៏សូមបញ្ចប់ហើយសម្រាប់ប្រិយមិត្តពុកម៉ែបងប្អូនដែលចូលមកទស្សនាថ្មីកុំភ្លេចជួយ like follow page និង share ចែករំលែកនៅវីដេអូនេះម្នាក់មួយផងអរគុណសម្រាប់ការចូលតាមដានទស្សនាជួបគ្នាវីដេអូថ្មីក្រោយទៀត